វីដេអូនេះសម្រាប់បងប្អូនដែលគាត់ជាម្ចាស់ Osmo Pocket 3 និង 4 បងប្អូនអរគ្នាប្រយ័ត្នឲ្យមែនតើណានៅពេលដែលយើងបើកវាឬក៏បិទវាអញ្ចឹងបងប្អូនត្រូវយកដាក់មេដៃទប់ដូចខ្ញុំអញ្ចឹងណាកុំលេងមកតាហឹងបងប្អូនអាមកតាហឹងនេះអត់យូរទេបងប្អូនហើយកុំបន្ទោសរបស់គេអន់ណាអត់ទេថ្ងៃមុននេះមានបងប្រុសមួយគាត់ខូចអាកលឹះហ្នឹងពេលបើកប្តីអញ្ចឹងគឺមានជាប់ណាវាដាច់កលឹះក្នុងមកបើកប្តីអញ្ចឹងវាលោតមកប្រឈរវិញអញ្ចឹងហើយចាក់ស្បែកគេធ្វើគេឲ្យកន្លែងយើងខ្ទាស់មេដៃបងប្អូនឃើញដៃខ្ញុំច្អល់ហ្នឹងណាចាំមើលខ្ញុំថត focus ចិត្តឲ្យបងប្អូនមើលចាំមើលកន្លែងហ្នឹងគឺគេធ្វើមកដើម្បីឲ្យយើងយកដៃខ្ទាស់បើកកន្លែងហ្នឹងដើម្បីខ្ទាស់ឲ្យយើងបើកទប់វាថ្នមនៅពេលដែលយើងបើកនឹងបិទវាអញ្ចឹងណាអញ្ចឹងតែមុនគឺបងប្រុសមួយយកខ្ញុំទៅសួរនៅហាងឲ្យគេធ្វើឲ្យបញ្ជូនទៅដល់ចិនណាបងប្អូនចំណាយពេលចង់មួយខែអញ្ចឹងក្នុងការប្រើប្រាស់បងប្អូនយើងតចេះប្រយ័ត្នតិចណារបស់នេះវាថ្លៃដែរមិនថោកប៉ុន្មានទេបាទអញ្ចឹងយើងប្រើប្រាស់វាយើងប្រយ័ត្នប្រយែងទៅណាអរគុណបងប្អូនអរគ្នាកុំឲ្យខូចស្ដាយអស់លុយច្រើនណាស់